ជំរាបសួរអ្នកទាំងអស់គ្នាដែលចូលមកកាន់វីដេអូរបស់ខ្ញុំវីដេអូនេះខ្ញុំសូមបង្ហាញពីគន្លឹះសម្រាប់បងប្អូនដែលគាត់ចង់ដោះស្រាយមុខងារបញ្ហា Messenger របស់យើងជាប់សារ end to end នេះបងប្អូនបាទដូចនៅក្នុងរូបហ្នឹងបងប្អូនងាយធ្វើតាមខ្ញុំហើយសូមបញ្ជាក់ថាបើសិនជាចង់ដោះស្រាយបញ្ហាហ្នឹងបងប្អូនត្រូវតែប្រាប់ទៅអ្នកម្ខាងទៀតឲ្យដោះស្រាយបញ្ហានឹងដូចគ្នាឲ្យបិទមុខងារនឹងដូចគ្នាទើបអាចដោះបានទាំងពីរហើយបើយើងបិទតែម្នាក់ឯងគឺអត់អាចបិទបានទេបាទបងប្អូនគាត់ផ្ញើវីដេអូរបស់ខ្ញុំសម្រាប់ឲ្យគាត់មើលទៅហើយគាត់ដោះស្រាយតាមហ្នឹងគឺរួចរាល់បងប្អូនធ្វើតាមខ្ញុំកុំឲ្យយូរបាទចូលមកក្រោយចូលកន្លែងមីនុយនេះបងប្អូននេះកន្លែងមីនុយហ្នឹងមកបន្តមកទៀតបងប្អូន scroll អធិស្ឋានទៅកាន់ setting ចុច setting បាទបន្តមកទៀតបងប្អូន scroll មកខាងក្រោមរកពាក្យថា privacy and safety បាទបន្តមកទៀតបងប្អូននៅខាងនេះខាងក្រោមនេះចុចកន្លែងហ្នឹងមក end to end ហ្នឹងបាទចុចមកបន្តមកទៀតបងប្អូនយកពាក្យថា security alert បាទចូលមកបន្តមកទៀតបងប្អូនពាក្យថា view all log បាទបន្តមកទៀតបងប្អូនចុចយកពាក្យថា Facebook នៅខាងមុខនេះឲ្យតែមាន Facebook បងប្អូនចុចមកទី1ទី2ហ្នឹងទី2ទី3បងប្អូនទីស្រ័យចុចមកបន្តមកទៀត scroll មកខាងក្រោមយកពាក្យថា log out បាទបន្តមក log out ទៀតមកបាត់មួយហើយហើយមួយទៀតនេះ log out ទៀតមកខាងក្រោមឃើញពាក្យថា log out ទៀតបាទបន្តមកទៀតបងប្អូនថយមកក្រោយមកចុចយកពាក្យថា message storage បាទបន្តមកទៀតបងប្អូនចុចកន្លែងអក្សរពណ៌ក្រហមនេះ turn off security storage បាទចុច turn off មកចុច continue បាទរួចរាល់ប៉ុណ្ណឹងបងប្អូនហើយឲ្យតែខាងអ្នកមកខាងទៀតគេដោះស្រាយដូចយើងដែរគឺបញ្ហា end to end ហ្នឹងគឺបាត់ជាការស្រេចលែងមានបញ្ហាហ្នឹងហើយបាទអរគុណបងប្អូនជម្រាបលាជួបគ្នាវីដេអូក្រោយបាយបាយ